សាច់រឿងរបស់យើងដំបូងហ្នឹងគឺចាប់ផ្ដើមបង្ហាញឲ្យឃើញពីការលក់ដូររបស់អាជីវករនៅក្នុងភូមិមួយដែលអ្នកខ្លះហ្នឹងគឺលក់ដាច់អ្នកខ្លះទៀតលក់អត់ដាច់អ្នកខ្លះទៀតមានគេទិញអ្នកខ្លះទៀតក៏អត់មានគេទិញដែលធ្វើឲ្យអារម្មណ៍ពួកគេហ្នឹងសែតខ្លាំងមែនទែនក៏លេចមកមើលផ្ទះខ្ទមតូចមួយដែលក្នុងផ្ទះហ្នឹងក៏មានឪពុកកូន2នាក់មើលទៅសម្លៀកបំពាក់ហ្នឹងក៏អាចបង្ហាញថាគ្រួសារហ្នឹងគឺជាគ្រួសារក្រីក្រផងដែរអ្នកទាំងពីរសប្តាហ៍ថ្ងៃនេះគឺតែងតែដើរទៅក្នុងព្រៃដើម្បីដកផ្សិតសម្រាប់លក់យកលុយទិញអាហារញ៉ាំចឹងទៅក្នុងអំឡុងពេលដែលដើរទៅដកផ្សិតហ្នឹងអាអូនតូចហ្នឹងគឺបានមើលឃើញក្មេងៗដទៃទៀតហ្នឹងឃើញគេលេងសប្បាយមែនទែនហើយខ្លួនក៏ចង់លេងដែរខុសប្លែកពីគេគឺត្រូវដើរទៅដកផ្សិតនៅក្នុងព្រៃជាមួយនឹងឪពុកតែខ្លួនហ្នឹងគឺចង់លេងដូចគេចឹងដែរណាមួយសន្ទុះក្រោយមកឪពុកហ្នឹងក៏បានហៅអាអូនតូចហ្នឹងឲ្យបញ្ញាប់ទៅដកផ្សិតព្រោះថាមេឃរៀងថ្ងៃណាស់ទៅហើយនៅពេលទៅដល់ព្រៃហ្នឹងគឺអ្នកទាំងពីរហ្នឹងក៏ពុំមានឃើញផ្សិតអីមួយទេមានតែផ្សិតពុលដែលដុះនៅលើដើមឈើហើយឪពុកហ្នឹងក៏បានឲ្យកូនហ្នឹងទុកផ្សិតហ្នឹងវិញទៅបោះចោលទៅបាច់យកទេនៅថ្ងៃនេះផងដែរអ្នកទាំងពីរហ្នឹងគឺបានត្រឡប់មកវិញដោយថ្ងៃនេះគឺគ្មានដកផ្សិតបានអីមួយទេគឺមានតែទទេស្ដូកតែម្ដងអ្នកទាំងពីរបានកលេចទៅឃើញហាងមួយដែលលក់កាសហ្នឹងឃើញគ្រួសារមកគ្រួសារហ្នឹងកំពុងតែទិញកាសហើយអ្នកទាំងពីរហ្នឹងក៏ចង់ទិញដែរតែដោយសារតែអត់មានលុយចឹងទៅក៏អត់ទិញចឹងទៅសុកចិត្តអង្គុយមើលគេចឹងណាលុះបន្តិចក្រោយមករដូវរងាហ្នឹងក៏បានឈានចូលមកដល់អ្នកស្រុកអ្នកភូមិហ្នឹងក៏បានរៀបចំតុបតែងផ្ទះដើម្បីទទួលស្វាគមន៍នៃការឈានចូលរដូវថ្មីគ្រួសារដទៃទៀតហ្នឹងគឺមានរបស់លយទំនើបទាន់សម័យសម្រាប់តាំងលម្អនៅមុខផ្ទះចឹងណាខុសប្លែកតែគ្រួសារឪពុកកូននេះវិញគឺមានតែការតាំងដុំទឹកកកដែលរមៀលហ្នឹងដាក់បន្ទប់លើគ្នាតែប៉ុណ្ណោះបន្ទាប់ពីបន្ទប់ដុំទឹកកកដាក់លើគ្នាហើយគ្រួសារឪពុកកូនហ្នឹងក៏បានដើរចូលផ្ទះទៅលុះយប់ឡើងយើងឃើញមាន Animan ដែលវាហាក់បីដូចជាលោកតា Santa Claus ចឹងនៅក្នុងយប់នេះ Animan ហ្នឹងគឺទំនេរពីការងារនៅក្នុង net ហើយគ្នាបានដើរអើតមើលផ្ទះអ្នកភូមិអ្នកស្រុកចឹងណាពីផ្ទះមួយទៅផ្ទះមួយដែលឃើញថាគ្រួសារនីមួយៗហ្នឹងគឺសុទ្ធតែមានកាដូដែលត្រៀមទុកសម្រាប់ surprise កូនរបស់គាត់នៅពេលព្រឹករៀងៗខ្លួនហើយ Animan ហ្នឹងក៏បាន teleport មកកាន់ផ្ទះរបស់ឪពុកកូនក្រីក្រ2នាក់នេះវិញគឺផ្ទះនេះហាក់បីដូចជាស្ងប់ស្ងាត់គ្មានពន្លឺភ្លើង Animan ហ្នឹងគឺមានអារម្មណ៍ថាមែនតើ Animan បានងាកមកក្រោយហើយក៏ឃើញជាមួយនឹងដុំទឹកកកដែលវារៀងហាក់បីដូចជាតុក្កតាមួយចឹងណាហើយ Animan ហ្នឹងក៏បានទៅយកក្បាលល្ពៅយកមកពាក់ឲ្យដុំទឹកកកហ្នឹងហើយដុំទឹកកកហ្នឹងក៏คล้ายទៅជាមនុស្សទឹកកកដែលមានជីវិតអាចធ្វើចលនាបានចឹងទៅ Animan ក៏បានចាប់ដៃជាមួយនឹងមនុស្សទឹកកកហ្នឹងហើយក៏បាន teleport បាត់ទៅដែលធ្វើឲ្យមនុស្សទឹកកកហ្នឹងគឺមានអារម្មណ៍ថាសែតខ្លាំងមែនទែនលុះព្រឹកឡើងឪពុកអូនតូចហ្នឹងគឺបានក្រោកពីដេកហើយដើរចេញមកក្រៅក៏បានជួបប្រទះទៅនឹងមនុស្សទឹកកកហ្នឹងហើយឪពុកហ្នឹងក៏បានយកមួកយករត់អីហ្នឹងមកតាំងលម្អខ្លួនទៅលើមនុស្សទឹកកកយ៉ាងសង្ហាមែនទែនបន្ទាប់មកទៀតគាត់ក៏បានយកមនុស្សទឹកកកនោះដើម្បីផ្ដល់ជាកាដូសម្រាប់កូនប្រុសដែលខុសប្លែកពីគ្រួសារដទៃទៀតដូចជាមាននំមានតុក្កតាមានរបស់របរអនុស្សាវរីយ៍ជាច្រើនទៀតសម្រាប់ឲ្យកូនចឹងណាឯអូនតូចនៅពេលដែលបានឃើញកាដូដែលឪពុកបានផ្ដល់ភ្លាមនឹងហើយគឺវាពិតជាសប្បាយចិត្តមែនទែនហើយបន្ទាប់មកអូនតូចហ្នឹងក៏បានរត់ទៅអោបមនុស្សទឹកកកហ្នឹងដែលធ្វើឲ្យមនុស្សទឹកកកដែលកំពុងសេតហ្នឹងគឺសប្បាយចិត្តឡើងវិញគឺញញឹមស្រស់តែម្ដងបន្ទាប់មកទៀតអ្នកទាំងពីរហ្នឹងក៏ចាប់ផ្ដើមដើរទៅដកផ្សិតដោយសពថ្ងៃហ្នឹងតែខុសប្លែកតែថ្ងៃនេះគឺពួកគេបាននាំមនុស្សទឹកកកហ្នឹងមកជាមួយផងដែរមនុស្សទឹកកកបានជួយដើររកដកផ្សិតប៉ុន្តែដកមិនបានទេសម្រាប់ថ្ងៃនេះអ្នកទាំង3នាក់ហ្នឹងក៏បានដកផ្សិតបានតែមួយប៉ុណ្ណោះដើរមកដល់កន្លែងលក់កាសដដែលហ្នឹងអ្នកទាំង3ហ្នឹងគឺបានឈរមើលគេទិញកាសពាក់យ៉ាងលយតែឪពុកកូនទាំង2នាក់ហ្នឹងគឺពុំមានប្រាក់ទិញនោះទេអ្នកទាំងពីរហ្នឹងក៏សេតហើយក៏ដើរទៅផ្ទះបាត់ទៅមនុស្សទឹកកកឃើញដូច្នោះក៏មានអារម្មណ៍ថាអាណិតមែនទែនហើយវាក៏ប្រឹងប្រែងរកវិធីដើម្បីរកលុយទិញកាសសម្រាប់ខ្លួនឯងហើយនិងឪពុកកូន2នាក់ហ្នឹងមនុស្សទឹកកកហ្នឹងគឺបានដើរចូលក្នុងព្រៃដើម្បីរកដកផ្សិតទៀតប៉ុន្តែអត់បានឃើញផ្សិតទេក៏បានជួបនឹងបរិសក្បាលល្ពៅហើយគាត់ក៏បានជួលឲ្យមនុស្សទឹកកកហ្នឹងទៅស្ទូចត្រីឲ្យហើយមនុស្សទឹកកកហ្នឹងក៏បាន Emerald ពីគាត់គឺជាប្រាក់ហ្នឹងហើយមនុស្សទឹកកកហ្នឹងត្រូវបានមនុស្សផ្សេងទៀតហ្នឹងគឺជួលគេឲ្យទៅជួយការងារចឹងណាដើម្បីទទួលបានប្រាក់លុះបានប្រាក់គ្រប់ហើយគេក៏បានយកវាទៅទិញកាសនោះចំនួន3គឺសម្រាប់ខ្លួនគេមួយហើយនិងសម្រាប់ឪពុកកូននោះម្នាក់មួយផងដែរហើយវាក៏បានយកកាសនោះទៅមុខផ្ទះដើម្បី surprise ឪពុកកូន2នាក់ហ្នឹងឪពុកកូនឃើញដូច្នោះហើយក៏មានអារម្មណ៍ថាសប្បាយចិត្តមែនទែនគឺពិតជាភ្ញាក់ផ្អើលនឹងមនុស្សទឹកកកហ្នឹងមែនទែនមនុស្សទឹកកកបានញញឹមហើយលើកបង្ហាញកាសនេះណែនេះគឺជារបស់ឪពុកកូន2នាក់ហ្នឹង